ចាគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាហើយនេះគឺជានំសាម៉ូសាចានំសាម៉ូសាហ្នឹងគេធ្វើស្នូលវាខាងក្នុងមានដលងបារាំងហើយនឹងក្របសណ្ដែកហឡាំងតាវចាហើយខាងក្រៅគឺម្សៅស្រូវស្រឡីហើយនេះគឺនាំគ្នាញ៉ាំបាយចាញ៉ាំបាយខ្ញុំញ៉ាំតែឯងទេបាយចាហើយនេះតែសក់ហើយទឹកស៊ីអ៊ីវរបស់ខ្ញុំហើយនោះគឺទឹកជ្រលក់ខៀវហ្នឹងគឺជីវ៉ាន់ស៊ុយក្លុកជាមួយនឹងស្ពៃចាស្ពៃចកឹះហើយនឹងជីអង្កាមចាហើយនេះក្មេងតូចចានិយាយទូរស័ព្ទហើយគេមកហូបបាយជុំគ្នាអញ្ចឹងណានិយាយរួមទៅបានហូបបានចុកចេះតែហៅមិត្តភ័ក្ដិមកញ៉ាំអីរហូតអញ្ចឹងណាហើយពីគ្រូវិភាសាគ្នារវាងការលក់ដូរនិងម្ហូបអាហារហូបចុកនឹងធ្វើម៉េចហើយកែច្នៃយ៉ាងម៉េចដើម្បីឲ្យឆ្ងាញ់ដើម្បីឲ្យកាន់តែពេញនិយមហើយបែបសុខភាពទៀតណាបងប្អូនហើយនេះគឺជាម្ហូបបួសទេអត់មានសាច់អត់មានអីទេសូម្បីតែអំបិលក៏ប្រើអំបិលផ្កាឈូកអំបិលហ៊ីម៉ាឡៃយ៉ាសម្រាប់អ្នកបួសផងដែរណាបងប្អូនចាហើយនេះព្រឹកឡើងមានភ្ញៀវចូលចាមានភ្ញៀវមកមួយក្រុមពួកគាត់ជាជនជាតិបង់ក្លាដេសគាត់នៅប្រទេសជប៉ុនហើយប្តីខ្ញុំក៏គាត់សួរដែរថាទៅជប៉ុនហ្នឹងទៅសុំវីសាមិនអីមិនព្រោះពួកខ្ញុំធ្លាប់ទៅសុំវីសាហើយអត់បានទៅទេព្រោះអីគេខ្លាចខ្ញុំហ្នឹងទៅធ្វើការនៅជប៉ុនហើយលួចធ្វើការខុសច្បាប់អញ្ចឹងណាថាទៅដើរលេងតែទៅធ្វើការហើយមើលមុខរបរហើយលួចទៅធ្វើការទៅអីលោកចាហើយដល់ពេលហើយព្រឹកហើយយប់ឡើងពួកគាត់អញ្ជើញមកទៀតចាហាងខ្ញុំលក់ដាច់ណាពេលក្រោយបុណ្យអុំទូកនេះណាបងប្អូនហើយសូមគោរពអរគុណចា friend ក្នុង Facebook ក៏ដូចជាក្នុង TikTok ខ្ញុំអត់បានឆ្លើយតបទេព្រោះអីអត់សូវមានពេលឆ្លើយតបជាមួយបងប្អូនទេណាបងប្អូនសូមអធិស្ឋានអភ័យទោសដល់ខ្ញុំផងព្រោះអីខ្ញុំហត់ណាបងប្អូនអើយនៅតែម្នាក់ឯងអញ្ចឹងណាហើយបើលេងភ្ញៀវចូលមកទាំងក្រុម8នាក់15នាក់4នាក់2នាក់ហើយចូលមកអញ្ចឹងហើយខ្ញុំហត់ណាស់បងប្អូនអើយហើយចង់ភៅតែឯងគ្នានៅក្រោយហើយខ្ញុំនៅមុខរត់ចុះរត់ឡើងជួយដែរនិយាយរួមទៅខ្ញុំក៏រកបុគ្គលិកដែរប៉ុន្តែបុគ្គលិកមកអញ្ចឹងទៅគឺក្មេងៗមកគាត់ចុចទៅទូរស័ព្ទហើយខ្ញុំធ្វើការហត់ដដែលហ្នឹងបងប្អូនអើយហើយមិនមែនមួយថ្ងៃហ្នឹងតែមកតុកហ្នឹងណានេះតាអាចារ្យម្នាក់ទៀតនឹងគាត់ចេញពីស្ថាគារមុខហ្នឹងមកក៏មករកអីញ៉ាំដែរហើយគាត់សួរថានៅហ្នឹងមានម្ហូបបួសដែរខ្ញុំថាម្ហូបបួសមានធ្វើចានឆ្នាំងផ្សេងអីចឹងអត់លោកឡំមួយគ្នាឯងអញ្ចឹងគាត់ក៏អង្គុយពិសាទៅតាអាចារ្យគាត់ស្លៀកក្បិនទេណាបងប្អូនណាស្លៀកក្បិនយកសពុតសរងអីសពុតហ្នឹងតែស្លៀកញុកធ្វើក្បិនចាហើយបើសួរថាខ្ញុំត្រូវការបុគ្គលិកខ្ញុំត្រូវការមនុស្សស្រីម្នាក់ដើម្បីជួយបោះជូតណាបងប្អូនមើលក្បិនគេស្លៀកអញ្ចឹងណាបងប្អូនចាក្បិនឥណ្ឌាគេស្លៀកអញ្ចឹងណាដើម្បីជួយបោះជូតចុងភៅបលឹមឡើងគាត់ចុងភៅហើយគាត់មកបោះជូតទៀតខ្ញុំអាណិតគាត់ចាហើយអញ្ចឹងត្រូវបោះជូតត្រូវជួយរៀបចំចានលព្រាឲ្យភ្ញៀវអីចឹងណាបងប្អូនណាប៉ុន្តែមកដូចថាអត់សូវមានអ្នកមកទៅធ្វើការមកតាំងអង្គុយលេងទូរស័ព្ទអញ្ចឹងបានខ្ញុំសុកចិត្តហត់ខ្លួនឯងទៅអស់លុយជួលគេហើយធ្វើខ្លួនឯងដដែលហ្នឹងអញ្ចឹងចាហើយខ្ញុំក៏លែងចង់បានក្មេងដែរក្មេងមកនិយាយអីស្ដាប់គ្នាអត់សូវបានទេបើថាមនុស្សរៀងចំណាស់បន្តិចល្អ